សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពី option ថ្មីនៅក្នុង Command Manager របស់ ChatKX អញ្ចឹងជាដំបូងយើងចូលមកកាន់ Command Manager យើងយកពាក្យថា All Post-it បន្ទាប់មកយើងធ្វើការជ្រើសរើសនៅ page ដែលយើងចង់ធ្វើការដាក់នៅ comment ហើយបងប្អូនជាច្រើនដែលគាត់មានការភ័ន្តច្រឡំអញ្ចឹងខ្ញុំធ្វើការ edit comment របស់ខ្ញុំមកអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញមានជំរើសទី1ដែលយើងឃើញនៅក្នុង column ដំបូងគេនេះត្រង់កន្លែងនេះគឺសំដៅទៅលើ comment អាក្រក់នៅពេលដែលគេ comment មកដូចដែលបានឃើញណាវាអាចដាក់ថា bad អីចឹងទៅយើង enter មកវាចូលក្នុង blog នេះនៅពេលដែលគេ comment ពាក្យហ្នឹងយើងអាចឲ្យ system លុបឬក៏លាក់តាមអ្វីដែលយើងបានធ្វើការជ្រើសរើសហើយយើងក៏អាចធ្វើការឆាតទៅកាន់អ្នកដែល comment ពាក្យហ្នឹងបានផងដែរហើយមិនមែនត្រឹមតែប៉ុណ្្នឹងទេបើសិនជាយើងជ្រើសរើសពាក្យ hi នេះយើងក៏អាចធ្វើការ hi comment គាត់ហើយយើងអាចធ្វើការ comment ទៅកាន់គាត់វិញថាហេតុអីបាន comment បែបនេះអីចឹងទៅយើង enter មកជាវានឹងចូលត្រង់នេះយើងអាចដាក់បានច្រើនទៀតកុំឲ្យវាដដែលអញ្ចឹងយើងអាចដាក់ថាហេតុអីបាន comment បែបនេះមិនបានបង comment អញ្ចឹងតែយើងធ្វើអីខុសអញ្ចឹងនៅពេលដែលគេ comment ភ្ញៀវខុសៗគ្នាវានឹងធ្វើការឆ្លើយតបខុសៗគ្នាដែរហើយយើងអូសចូលមកក្រោមវិញត្រង់កន្លែងនេះគឺលក្ខខណ្ឌខុសពីខាងលើនៅពេលដែលភ្ញៀវគាត់ comment តម្លៃឬក៏ comment ទូទៅ system វានឹងធ្វើការឆ្លើយតបបែបនេះហើយយើងក៏អាចធ្វើការកំណត់តាមអ្វីដែលយើងបានដាក់បានផងដែរយើងអាចកំណត់ឲ្យបានច្រើនទៅហើយយើងអាចកំណត់ឲ្យផ្សេងទៀតអញ្ចឹងណាយើងកំណត់កាន់តែច្រើនកាន់តែល្អដើម្បីឲ្យ system វាធ្វើការ random អ្វីដែលយើងបាន set up បន្ទាប់មកយើងអូសមកក្រោមមកយើងអាចដាក់រូបភាពហើយត្រង់កន្លែងនេះនៅពេលដែលគាត់សួរអំពីតម្លៃអីទៅយើងអាចធ្វើការឆាតអំពីតម្លៃឬក៏ inbox ទៅកាន់គាត់វិញភ្លាមអាហ្នឹងគឺជា option ត្រង់កន្លែងហ្នឹងអញ្ចឹងទាំងអស់នេះគឺជាការកែប្រែថ្មីដើម្បីឲ្យមានភាពងាយស្រួលហើយនឹងទាន់សម័យជាមួយនឹង Facebook ដោយសារតែយើងធ្វើការជាមួយនឹង Facebook ផ្ទាល់អញ្ចឹងយើងត្រូវតែបិទ ban ឲ្យទៅតាមអ្វីដែល Facebook គេបានផ្ដល់ឲ្យអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានចម្ងល់គាត់អាចធ្វើការសាកសួរបន្ថែមបានបាទអរគុណ